Rương khmau đam pô nơi vọt bà càn. Nơi tí chôn nhà bọt đạch sờ giang ngôi con lanh này khai con cung cháng miên vọt cháng ngôi chmô vọt bà càn. Vọt nít trâu bàn tìa vòng vòng cho chỉ trán tu sờ vọt một hai ban khai từ chìa con lanh đổ cô o vô khai vòng phọt nơi khmông đồng bón. Vậyแต่ធ្វើឲ្យយោវត្តនេះកាន់តែគួរឲ្យយកខ្លះនោះគឺដើមពោធិ៍ធំសម្បើមមួយដើមដែលដុះនៅកណ្ដាលតាលតិធិវត្តដើមពោធិ៍នោះមានអាយុរាប់រយឆ្នាំមែករបស់វាលាតសន្ធឹងគ្របដណ្ដប់ទៅលើបរិវេណវត្តស្ទើរទាំងស្រុងហើយរឹងរបស់វាក៏ចាក់ស្រេះចូលទៅក្នុងដីយ៉ាងជ្រៅអ្នកភូមិបានដំណាលតគ្នាថាដើមពោធិ៍នេះជាជម្រករបស់វិញ្ញាណខ្មោចកាចសាហាវជាច្រើនដែលតែងតែលងបន្លាចអ្នកដែលហ៊ានចូលទៅក្បែររឿងរ៉ាវបានចាប់ផតាមមកនៅពេលដែលមានក្រុមអ្នកបុរាណវិទ្យាមួយក្រុមបានចុះទៅសិក្សាស្រាវជ្រាវពីប្រវត្តិវត្តបាកានក្នុងចំណោមពួកគេមានយុវជន4នាក់ដែលមានចិត្តក្លាហានមិនខ្លាចរឿងខ្មោចព្រាយអីនោះទេគឺពិសិដ្ឋកញ្ញាដារ៉ូនិងសុផុលពួកគេបានបោះតង់នៅក្បែរដើមពោធិ៍នោះដោយមិនសរតាប់តាមការដាស់តឿនរបស់អ្នកភូមិឡើយយប់ទី1បានកន្លងផុតទៅដោយគ្មានអ្វីកើតឡើងពួកគេបានសាច់ចំអកឲ្យយកអ្នកភូមិដែលជឿរឿងខ្មោចតែនឹងយប់ទី2រឿងដ៏ចម្លែកក៏បានកើតឡើងខណៈដែលពួកគេកំពុងតែដេកលក់ស្រាប់តែមានសំឡេងខ្សឹកខ្សៀវលាន់ចេញពីដើមពោធិ៍សំឡេងនោះហាក់ដូចជាមានមនុស្សជាច្រើនកំពុងតែនិយាយគ្នាតែពួកគេសរតាប់មិនយល់ឡើយពិសិដ្ឋបានភ្ញាក់ពីដំណេកហើយបានឃើញស្រមោលខ្មៅធំមួយកំពុងតែរេរានៅក្បែរតង់របស់ពួកគេគាត់ក៏បានដាស់មិត្តភក្តិរបស់គាត់ឲ្យយកភ្ញាក់ហើយពួកគេក៏បានឃើញស្រមោលនោះដូចគ្នាស្រមោលនោះបានបាត់ខ្លួនភ្លាមៗនៅពេលដែលពួកគេចាំងពិលទៅរកនៅយប់ទី3រឿងរ៉ាវកាន់តែអាក្រក់ទៅខ្ជាប់ខ្ជួបបក់យ៉ាងខ្លាំងលាយឡំនឹងសំឡេងផ្គរលាន់រន្ទះបាញ់សំឡេងខ្សឹកខ្សៀវពីដើមពោធិ៍កាន់តែលាន់ខ្លាំងឡើងហើយវាហាក់ដូចជាសំឡេងមនុស្សស្រែកយំយ៉ាងឈឺចាប់ដារ៉ូដែលជាមនុស្សភ័យខ្លាចបំផុតបានចាប់ផតាមមកយំខ្សឹកខ្សួលភ្លាមនោះពួកគេក៏ឮសំឡេងទ្វារព្រះវិហារចាស់ដែលនៅក្បែរនោះបើកបិទក្តាំងកញ្ញាបានសុំឲ្យយកពួកគេចេញពីទីនោះភ្លាមតែពិសិដ្ឋនៅតែចង់ស្នាក់នៅដើម្បីបង្ហាញថាគាត់មិនខ្លាចខ្មោចឡើយសុផុលបាននិយាយថាខ្ញុំគិតថាយើងគួរតែចេញទៅវិញល្អជាងកុំលេងសើចនឹងរឿងបែបនេះឲ្យយកសោះតែពិសិដ្ឋនៅតែរឹងរូសពាក់កណ្ដាលតាឡាអាធររាត្រូវពេលភ្លៀងរលឹមនៅតែបន្តធ្លាក់ស្រាប់តែមានសំឡេងគោះទ្វារតង់របស់ពួកគេយ៉ាងញឹកញាប់ពួកគេទាំងអស់គ្នាភ្ញាក់ខ្លួនព្រឺតពិសិដ្ឋបានសម្រេចចិត្តទៅមើលពេលគាត់បើកស៊ីតង់ស្រាប់តែគាត់បានឃើញនារីម្នាក់ឈរនៅចំពីមុខគាត់មានសក់វែងរំសាយចុះមកក្រោមមុខស្លេកស្លាំងដូចខ្មោចទៅនៅពីភ្នែកភ្នែករបស់នាងក្រហមឆ្អៅហើយសម្លៀកបំពាក់របស់នាងប្រឡាក់ទៅដោយភក់និងឈាមនាងបានសម្លឹងមកពិសិដ្ឋដោយទឹកមុខអាឃាតគំនុំរួចក៏បន្លឺសំឡេងសើចជាងរន្ធត់រំដំពេញបរិវេណវត្តពិសិដ្ឋភ័យស្លន់ស្លោយ៉ាងខ្លាំងរួចក៏បិទស៊ីតង់វិញយ៉ាងលឿនគាត់បានដួលសន្លប់ទៅមិត្តភក្តិរបស់គាត់ភ័យខ្លាចរត់ចេញពីតង់ទាំងមិនដឹងទឹកតំបន់ពួកគេបានរត់សម្ដៅទៅភូមិដែលនៅក្បែរនោះទាំងមិនគិតពីអ្វីទាំងអស់ពេលអ្នកភូមិបានឮរឿងរ៉ាវរបស់ពួកគេក៏បាននាំគ្នាទៅកាន់វត្តបាកានពួកគេបានឃើញពិសិដ្ឋដេកសន្លប់នៅក្នុងតង់ទាំងខ្លួនងាត់ទៅព្រឹកពេលពិសិដ្ឋដឹងខ្លួនឡើងវិញគាត់បានប្រាប់រឿងរ៉ាវទាំងអស់ដែលគាត់បានឃើញគាត់បានស្បត់ថានឹងមិនហ៊ានលេងសើចនឹងរឿងខ្មោចទៀតឡើយចាប់តាំងពីពេលនោះមកគ្មានអ្នកណាហ៊ានចូលទៅក្បែរវត្តបាកានទៀតឡើយជាពិសេសនៅពេលយប់រឿងខ្មោចដើមពោធិ៍នៅវត្តបាកាននៅតែបន្តលងបន្លាចអ្នកដែលហ៊ានចូលទៅក្នុងទឹកដីអាថ៌កំបាំងនេះអ្នកភូមិនៅតែជឿថាវិញ្ញាណកាចសាហាវទាំងនោះកំពុងតែរំចាំមនុស្សហ៊ានចូលទៅរំខានពួកគេរឿងនេះគឺមានតែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខ្ញុំបាទសូមជួយចុចជាវ Channel អ្នកមួយផងសូមអរគុណ